តោះមកបន្តភាររបស់យើងទៀតទេពីបានចប់ពីការងារនៅ KTV របស់នាងព្រោះនាងបានខ្លាចជាស្រីកំណាន់របស់បញ្ញាអេនេះម៉ែយ៉ាមកចាស់នុនតាញ់ប្រហែលជាទេមកតាមឲ្យខ្ញុំទៅធ្វើការហើយអាឡូមានការអីមែនទេនៅមកស៊ូទៀននេះឯងមិនមកធ្វើការពីថ្ងៃហើយណាយ៉ាងម៉េចប្រុងដេកស៊ីមិនធ្វើការអីទេអីម៉ែស្រីខលមកល្មមខ្ញុំគិតថារៀបនឹងខលទៅដែរមិញនេះគឺចង់ប្រាប់ថាខ្ញុំសុំឈប់ពីកន្លែងធ្វើការរបស់ម៉ែស្រីហើយនឹងថាម៉េចឈប់អញ្ចឹងអីមិនបានទេមកកឈប់ភ្លាមបែបនេះមុននឹងឈប់នាងគូតែប្រាប់មុនមួយអាទិត្យដែរគឺខ្ញុំចង់ឈប់យូរហើយតែមិនបានព្រមព្រោះរវល់នឹងការងារថ្មីពេកចឹងមិញមិនសប្បាយចិត្តមែនទេក្រែងម៉ែស្រីមិនចូលចិត្តខ្ញុំមែនទេខ្ញុំឈប់បែបនេះជារឿងល្អហើយតាំងមិនបានទេណានាងទី2នាងត្រូវមកធ្វើការបង្គ្រប់ខែសិនមិនអាចឈប់ទាំងកណ្ដាលទីបែបនេះទេខ្ញុំរកមនុស្សមកជំនួសនាងមិនតាន់ទេគឺជារឿងរបស់ម៉ែស្រីតាមានអីពាក់ព័ន្ធនឹងខ្ញុំទេហើយខ្ញុំក៏មិនបានចម្ពាក់អ្នកស្រីនោះទេរឿងអីដែលខ្ញុំត្រូវស្ដាប់បង្គាប់មេស្រីទៀតនោះពីខ្ញុំស៊ីប្រាក់ខែមេស្រីតែពេលនេះយើងមិនមែនជាមេនឹងកូនចៅទៀតទេបានហើយឈប់តែមករំខានខ្ញុំទៀតទេឈប់សិននាងទី2ឈប់សិនហើយមេស្រីនាងទី2មិនមកធ្វើការទេបាត់នាង2ថ្ងៃហើយភ្ញៀវសូរតែឈ្មោះនាងមិននឹងជម្រាបនឹងអស់ចាអីទេវាឈប់ធ្វើការនៅទីនេះហើយថាមិនឈប់ចឹងឯងមានរឿងអីទេមិនក៏សុកឈប់ស្រួលបែបនេះមិនក៏មិនប្រាប់គ្នាឲ្យដឹងជាមុនផងវាមានរឿងអីមែនទេខ្ញុំមិនដឹងទេសុកវាមកប្រាប់ថាឈប់នេះមានចេតនាចង់ឲ្យយើងស្ទះការងារប្រកបណាភ្លាមបែបនេះទៅរកមនុស្សឯណាមកជំនួសវាបានទេវាឈប់ពីកន្លែងដែលវារលួយបានបែបនេះវាប្រកាសជាមានជំរឿនល្អជាងនេះហើយវាប្រកាសជារកបានប្រោះតែមានណាម្នាក់មកចិញ្ចឹមវាហើយណាមេប្រោះណាមកចិញ្ចឹមស្រី KTV ដូចជាវានោះឯងក៏ដូចគ្នាដែរហ្នឹងតិចថាស្ងាត់សុំឈប់ដែលមិនបានប្រាប់មុនសោះនោះមិនមែនចង់មកក៏មកចង់ទៅក៏ទៅនោះទេហ្នឹងបើចង់ឈប់នេះក៏ត្រូវប្រាប់មុនមួយអាទិត្យដែរឮទេចាមេខ្ញុំឈប់ទៅណាទេពេលនេះខ្ញុំសុខសប្បាយទៅហើយណោះមេមិនបាច់បារម្ភទេវាឈប់បែបនេះគឺល្អហើយព្រោះគ្មានអ្នកណាមកប្រជែងជាមួយយើងនោះអីយ៉ាងម៉េចហើយទីតាំងដែលរកបាននោះនៅកណ្ដាលក្រុងដែរទីងបាទម៉ាក់គឺនៅជ័យបន្តិចព្រោះយើងលោកគ្រឿងសំណង់និងសម្ភារៈទាំងចឹងត្រូវតែរកទីធ្លាដែលធំបន្តិចហើយព្រោះងាយស្រួលក្នុងការចេញចូលឡាននោះអីហើយតែគិតដំណើរការនៅថ្ងៃណាដែរតើកូនដោយសារតែទីនោះមានឃ្លាំងជួលស្រាប់យើងជួសតែបន្តិចក៏អាចប្រើការបានហើយណាប៉ាប្រហែលជាខែក្រោយនេះអាចដំណើរការបានហើយលោកប៉ាពេលកូនទៅមើលការងារនៅទីនោះខ្ញុំសំពឹងលោកប៉ាឲ្យជួយមើលការងារនៅភ្នំពេញជំនួសខ្ញុំផងណាព្រោះខ្ញុំមិនអាចឡើងចុះច្រើនដងពេកនោះទេប្រហែលជានៅប្រចាំការនៅទីនោះមួយរយៈពេលធំហើយមកទៅនោះមិនអីទេកូនទៅមើលការងារនៅទីនោះឲ្យបានជាប់លាប់និងរឹងប៉ឹងសិនចុះណាទីនេះប៉ាចាត់ការបានភ្លេចឲ្យឆឹងទៅថ្ងៃមុននោះរាវីនិងក្មួយនីសាំងបានមកប្រាប់ការក្មួយនីសាហ្នឹងគេបានប្តឹងជាអនិកជនរៀបការនៅខែក្រោយនេះហើយណាកូនគេមកប្រាប់គ្រូសាយើងឲ្យទៅទាំងអស់គ្នាតែម្ដងនេះនីសារៀបការឲ្យមែនទេពិតជាល្អណាស់មនុស្សស្រីល្អណាស់ទាំងស្អាតទាំងឆ្លាតទាំងពូកែដូចជាក្មួយនីសានោះរឿងអីដែលគេនៅយូរនោះមកពីកូននឹងហើយឲ្យយកក្មួយនីសាតាមប៉ាម៉ាក់មិនស្ដាប់ទេទៅយកស្រីមកពីណាក៏មិនដឹងបើយកក្មួយនីសាហ្នឹងពេលនេះនាងក៏អាចជួយការងារកូនបានបាត់ទៅហើយហ្នឹងបងបញ្ញាលោកប៉ាណាម៉ាក់អញ្ជើញទៅពិសាបាយខ្ញុំរៀបចំរួចហើយពុតថងនឹកអីភ្លាមអូននេះបងមិនដល់ផ្ទះមិនទាន់បានប្រមាណផងក៏នឹកបងទៅហើយនេះប្រហែលជាមកទៅទៀតណាបងទៅទីនោះទៀតហើយណានេះណាដល់តែមួយអាទិត្យទៀតបងមានយល់អារម្មណ៍ស្រីម្នាក់ដែលរងចាំបងស្រឡាញ់បងដែរទីអូនពិតជានឹកបងពិតមែនហើយហ្នឹងបងដឹងតែបងរវល់ពិតមែនណាការងារបងច្រើនណាស់ទ្រាំសិនទៅណាហាក់ចាប់បងមានបាននិយាយរឿងចឹងតែពីរប្រាប់គ្រួសាររបស់បងទី
អូនពិតជាចង់ចូលទៅនៅក្នុងគ្រួសាររបស់បងឆាប់នេះណា នៅទេបងថាកុំអាបង្ខំអីណាតាមសម្រុកក៏បានយ៉ាងណាក៏បងមិនចោលអូនសັບទៅហើយ បងណាគឺនេះអូនអស់លុយចាយហើយណាបងជួយផ្ញើលុយឲ្យអូនចាយផងបានទេ មែនហើយបងភ្លេចឲ្យឆឹងអញ្ចឹងចាំបន្តិចណាចាំបងបាញ់លុយតាមកងឲ្យអញ្ចឹងប៉ណ្ណឹងសិនហើយ ណាទេមកណាបងលើថាបាញ់លុយឲ្យណាទេ គឺបុគ្គលិកណាអូនគេសម្បត្តិប្រាក់ខែបន្ថែមកំណត់ព្រោះគ្រួសារគេកំពុងតែមានបញ្ហារឿងលុយកាក់ណា បងឯងអូនមិនได้ចង់និយាយជាមួយបងពេលសាខាថ្មីបងបាក់ដំណើរការហើយបងទៅមើលការខុសត្រូវនៅទីនោះមែនទេ មែនហើយយើងត្រូវទៅគ្រប់គ្រងឲ្យផ្ទាល់ណានេះមានរឿងអីមែនទេ គេថាអូនចង់សម្បងទៅជាមួយដែរអូនមិនចេះនៅជាមួយម៉ាក់ទេអូនធ្វើអីក៏មិនត្រូវចិត្តគាត់បន្តអូនរហូតអូនគិតថាអ្នកបែកជាមួយគាត់បរិយាសិនណាបង មិនបានទេណាអូនទៅនៅទីនោះបានណាធ្វើការផ្ទះនៅទីនេះទេម៉ាក់គាត់ចាស់ហើយគាត់មិនអាចធ្វើការងារផ្ទះបានទេ តែគាត់ក៏អាចយកកូនឈ្នួលមកធ្វើការមែនទេណាមួយណាម៉ាក់ក៏មិនសូវចូលចិត្តអូនចេះឲ្យតែអូនគិតថាយើងទៅនៅពីណាប្តីប្រពន្ធយើងទៅណាបង អូននិយាយមកដោយម៉ាក់ជាអ្នកដល់តែអញ្ចឹងអូនចង់គេចទៅណាយ៉ាងណាក៏ជាកូនប្រសានឹងម៉ាក់ក្មេងទៅហើយនេះក៏តែរឿងប៉ុណ្ណឹងអូនទ្រាំមិនបានមែនទេបងថាហើយមិនយូរទេម៉ាក់នឹងចូលពីអូនណាអូនទ្រាំសិនតែ គឺអូនមិនបានស្អប់គាត់ទេតែអូនគ្រាន់តែចង់នៅបែកពីគាត់មួយរយៈហើយចាំបងតែបងទៅនៅតាមខេត្តបានអ្នកណាមើលថែបងបែកទឹកសម្រាប់បងពាក់ណោះ មិនអីទេបងចេះចាត់ចែងខ្លួនឯងហើយអូននៅទីនេះធ្វើកិច្ចការផ្ទះឲ្យបានល្អតែណាមិនបាច់តាមបងទៅនោះទេ ហើយចុះរឿងពិធីមង្គលការអូននេះសាននោះបងគិតយ៉ាងម៉េចណែតែក្រោយនឹងហើយណា គឺទៅចូលរួមទាំងអស់គ្នានឹងហើយអូនជួយត្រៀមសម្លៀកបំពាក់ឲ្យបងផងណា នេះបងបញ្ញានិយាយស្ដីដូចជាផ្លែផ្លែណាមិនក៏គាត់មិនចង់ឲ្យខ្ញុំទៅតាមគាត់នៅកំពង់សោមបែបនេះចឹង ពិធីរៀបការរបស់នីសានិងលោករីឆាតក៏បានបញ្ចប់ទៅដោយភាពសប្បាយរីករាយ លោករីឆាតស្អីគេនោះពិតជាសំណាងណាស់ដែលបានក្មួយនីសាជាប្រពន្ធបែបនេះនោះខ្ញុំនៅតែមិនអស់ចិត្តស្ដាយអើយស្ដាយខំគិតថាបានក្មួយនីសាជាកូនប្រសាហើយតាំង បឋមនេះមិនទាន់លះបង់កំណត់បែបនេះទេមែនទេមែនហើយអូននេះកូនយើងគេក៏បានរៀបការជាមួយមនុស្សដែលគេស្រឡាញ់ហើយដែរម៉ាក់វានិយាយបែបនេះកូនផាឡេនអន់ចិត្តស្លាប់ហើយផាឡេនបងទៅកំពង់សោមថ្ងៃនេះហើយណាបងបានណាត់ជាមួយនឹងក្រុមការងារនៅព្រឹកស្អែកនេះបើមិនទៅពេលនេះទេខ្លាចតែមិនទាន់ ថាម៉េចនេះបងត្រូវទេទឹកបែបនេះមែនទេចាំស្អែកមិនបានទេបងនេះក៏ល្ងាចណាស់ទៅហើយអូនមិនចង់ឲ្យបងធ្វើដំណើរទៅទាំងយប់បែបនេះទេ បើទៅស្អែកច្បាស់ណាស់ថាប្រកបជាមិនទាន់នោះទេអូនជួយរៀបសម្លៀកបំពាក់ឲ្យបងបន្តិចណារៀបឲ្យច្រើនបន្តិចបងប្រហែលជាទៅយូរថ្ងៃ នេះមកមិនទាន់បាត់ប្រមាណផងតែទៀតហើយ ប្តីទៅធ្វើការរកលុយមិនក៏មិនសប្បាយចិត្តប្រងឲ្យប្តីនៅដេកអោប្រពន្ធមិនគិតធ្វើការរកស៊ីអីទេមែនទេ បានហើយអូនមិនក៏ថាឲ្យកូនបែបនេះប្តីប្រពន្ធពេលមិនចង់បែកគ្នាគឺអារម្មណ៍បែបនេះហើយណា នេះបងច្បាស់ហើយមែនទេថាបងមិនឲ្យអូនទៅជាមួយនោះអូនចង់ទៅជួយការងារបងនៅទីនោះណា ទៅហើយជួយអីក៏មិនបាននៅទីនេះហើយកិច្ចការងារក្នុងផ្ទះមកកំណោទីនេះបានអ្នកណាធ្វើទៅបើឯងទៅតាមប្តីនោះ កូនផាឡេនបើចង់ទៅតាមប្តីក៏ទៅចុះណាចាំប៉ារកកូនឈ្នួលថ្មីឲ្យមកធ្វើការងារផ្ទះជំនួសផាឡេនក៏បានដែរណាមិនបានទេណាប៉ាគឺខ្ញុំថាខ្ញុំអាចនៅម្នាក់ឯងបានហើយណាមួយកូនឈ្នួលយើងមិនអាចចេះតែយកបាននោះទេណាបើមិនទុកចិត្តគ្នានោះអូនផាឡេននៅជួយការងារផ្ទះម៉ាក់គឺល្អហើយមិនបាច់បារម្ភពីបងនោះទេណាអូនណាទៅរៀបចំសម្លៀកបំពាក់ឲ្យបងតាណាប្រហែលជាចុះបន្តិចទៅបងទៅដល់ទីនោះណានេះបងទៅតែចេញពីកម្មវិធីគេម៉ាញ់ចាប់បងសិនតាណា ចាលោកប្តីមកខ្លាំងស្រួលបួលផងណាយប់នេះអូនមិនហ៊ានដេកទេចាំមកផ្លាត់ប្តីមករកប្រពន្ធស្លាញ់ប្តីណាស់ បងក៏ដូចគ្នាប្រពន្ធនៅផ្ទះបងណាមិនប្រកែកដោយអូនសោះបំរើបងមិនបានល្អដូចជាអូនសោះបងចង់អស់អារម្មណ៍ជាមួយហើយ បើអញ្ចឹងមកក៏បងមិនឆាប់ប្រាប់រឿងរបស់ជើងឲ្យគ្រួសាររបស់បងដឹងទេនឹងអាលអូនបានតែនៅជាមួយបងយ៉ាងពេញមុខមិនចាំបាច់លួចលាក់បែបនេះ កុំអាលអីទុកពេលបងធ្វើរឿងនេះឲ្យបានស្រួលបួលសិនណាប៉ុណ្ណឹងសិនហើយចាំជប់គ្នា ប
សម្រាប់បំពាក់អូនរៀបចំរួចហើយមិនក៏បងឲ្យអូនដាក់ទៅច្រើនម្លេះបងតែបងទៅយូរបែបនេះអូនច្បាស់ជានឹកបងស្រាប់ហើយ បងទៅមើលការងារត្រូវប្រាប់ពេលជូនចឹងឲ្យណាអូនបងនឹងថាអូននឹកបងចង់នៅក្បែរបងតែធ្វើម៉េចបើកលៈទេសៈបែបនេះនោះយើងនៅក្មេងត្រូវប្រឹងធ្វើការរកស៊ីសិនណាអូនពេលវេលានៅក្បែរគ្នាមានច្រើនណាស់ ចាបងចាបងឆាប់ទៅទេកុំឲ្យល្ងាចតន់នេះផ្លែឆ្ងាយផង អញ្ចឹងបងទៅសិនហើយណាថែខ្លួនថែគ្រួសារផងណានីសាននិងរីឆាតក្រោយរៀបការហើយពួកគេបាននាំគ្នាមកក្រេបទឹកឃ្មុំនៅកំពង់សោមបងចង់នាំអូនទៅស្រុកក្រៅតែអូនមិនព្រមបែរជាចង់មកទីនេះទៅវិញ នៅស្រុកខ្មែរយើងក៏មានកន្លែងស្អាតច្រើនណាស់ដែរណាបងមិនចាញ់ស្រុកគេនោះទេណាមួយជានៅសពពេលច្រើនទៀតចាំឆ្នាំក្រោយចាំយើងនាំគ្នាទៅស្រុកក្រៅទេដល់លេងស្រុកខ្មែរឲ្យសពសិនទៅណា ចំពោះបងតាមតែអូនទេទីណាក៏បានដែរឲ្យតែមានអូនទីណាមានអូនណាទីគឺជាក្តីសុខរបស់បងហើយ សម្ដីផ្អែមណាស់កុំមកតែដំបងឲ្យសិនណាដល់ថ្ងៃមុខអូនមានកូនចាស់ជ្រាវជ្រួញបងនៅផ្អែមបែបនេះទៀតទេ មិនថាអូនទៅជាបែបណាក៏បងនៅតែស្រឡាញ់អូនរហូតគ្មានថ្ងៃប្រែនោះទេណា ជឿចិត្តមិនទៅបានទេសម្ដីបរោះនោះអូនឃើញមិនច្រើនណាស់តែម្នាក់ពីដំបងចុងក្រោយក៏លួចមានស្រីក្បត់ចិត្តប្រពន្ធអូនសង្ឃឹមថាបងមិនខ្វះអូនទឹកភ្នែកទេណា នេះបងធ្វើប៉ុណ្ណឹងហើយអូននៅតែមិនជឿចិត្តបងទៀតមែនទេចូលស្ដីរៀបការតាមប្រពៃណីហើយមនុស្សប្រុសមិនងាយនឹងសម្រេចចិត្តរៀបការទេណាតែបើគេច្បាស់លាស់ហើយគេនឹងជូនការស្លាឲ្យតែនាងរៀបការតាមប្រពៃណីហើយយើងក៏តាក់ទងគ្នាយូរហើយដែរនេះអូនណានៅមានមន្ទិលអីទៀតតែ អូនចេះតែបារម្ភនឹងណាស្រីណាមិនខ្លាចបាត់បង់មនុស្សដែលខ្លួនស្រឡាញ់នោះតែបងគឺអូនទុកចិត្តបើមិនទុកចិត្តក៏អូនមិនរៀបការជាមួយបងដែរ អូនពិតជានឹកអើយសាននឹងនឹកបងដល់ថ្នាក់ដេកមិនលក់បានស្រន់ឲ្យទៅពេលវេលាឲ្យដែរលឿនតាំងឆាប់បានមករកអូនវិញនៅក្បែរបងអូនកក់ក្ដៅនឹងរីករាយណាស់ បងក៏នឹកអូនដូចគ្នាណាបានឲ្យទៅរួចការងារនៅភ្នំពេញនឹងបានមកទីនេះនេះថ្ងៃនេះបងត្រូវទៅមើលការងារទីតាំងថ្មីនៃការងាររបស់បងណា អូនសុំតែជាមួយដែរណាអូនមិនចង់នៅតែក្នុងបន្ទប់ទេអបសុកណាស់ តែបងមិនចង់ឲ្យគេបានដឹងពីទំនាក់ទំនងរបស់យើងទាំងពីរនោះទេនៅពេលនេះនោះបងខ្លាចរឿងយើងដឹងដល់គ្រួសាររបស់បងព្រោះបងមិនទាន់បានត្រៀមខ្លួននោះទេខ្លាចម៉ាក់ប៉ាបងគាត់ដឹងគាត់បន្ទោបងស្លាប់ហើយ មិនអីទេណាបងយើងរស់នៅដល់កំពង់សោមអីណាគាត់មិននឹងដឹងទេបងខ្លាចអីទេណាមួយមុននឹងក្រោយគាត់គង់តែដឹងដល់ដែរនឹងអូនមិនចង់រស់នៅក្នុងភាពលួចលាក់បែបនេះទេណាបង បងថាហើយទុកពេលឲ្យបងសិនធ្វើតាមតែបងទៅណាចឹងណាក៏បងមិនចោលអូនទៅណាស្លាប់ហើយបានហើយងើបទៅនេះបងប្រយ័ត្នទៅធ្វើការផង ចាអូនស្ដាប់តាមបងបងឯងអូនថាយើងតែញ៉ាំអីសិនទេដូចជាអស់កម្លាំងណាស់ព្រមមិញនេះបងលេងខ្លាំងណាស់ អញ្ចឹងក៏បានដែរតោះទៅងុយទឹកសិនតែនៅហាងអាហារមួយកន្លែង បងញ៉ាំឲ្យច្រើនតែនឹងតើមានកម្លាំងធ្វើការញ៉ាំរបស់ពៅឲ្យច្រើនតែណាបងព្រោះនេះយប់មិញនេះបងប្រហែលជាហត់ខ្លាំងហើយមើលទៅនោះ មិនអីទេអូនក៏ដូចគ្នាណាញ៉ាំឲ្យច្រើនតែតោះហៅមុខមកហូបមក អ្នកលក់សុំមីណុយមួយសុំឲ្យលឿនបន្តិចទៅណា អីហេនៅបងបញ្ញាទេបរិឆាតនៅបងបញ្ញានេះមកដល់កំពង់សោមបានតាបងបញ្ញាចៃដន្យណានេះមកជួបគ្នានៅទីនេះបងមិនដែរមែនទេ អូនីសាអត់ទេណាគឺបងមកធ្វើការនៅទីនេះនេះអូននីសាមកលេងនៅទីនេះមែនទេ ចាបងគឺខ្ញុំទៅតែម្ដងដែរតាបង បងបញ្ញាពួកគេជាអ្នកណាតែង គឺជាមិត្តភក្តិរបស់ខ្ញុំហ្នឹងណាមិនហើយចៃដន្យណានេះអ្នកទាំងពីរមកក្រេបទឹកខ្មុំនៅទីនេះមែនទេ គឺមិនដែរលេងធម្មតាតាបងហើយចុះនេះបងមកប្រហែលអ្នកដែរហើយចុះបងប៉លីនមកដែរទេ គឺអត់ទេបងមកធ្វើការមិនបានគិតថាមកដល់លេងនោះទេអញ្ចឹងហើយទៅមិនបាននាំផលិតមកនោះ ហើយចុះស្រីម្នាក់នេះគាត់ជា នេះជាមិត្តជាអ្នករកស៊ីចំនួនដូចគ្នាជាមួយបងហ្នឹងណាថ្ងៃនេះបានជួបជជែកគ្នាសហការងារជាមួយគ្នាមែនទេណានេះ ចាពិតមែនហើយលោកបញ្ញាមានកម្រងមករកស៊ីនៅទីនេះ
ខ្ញុំក៏ចាប់អារម្មណ៍លើរឿងមួយនេះព្រោះថាខាងខ្ញុំបើក្រុមហ៊ុនសាងអញ្ចឹងហើយតាក់ទងខាងលោកបញ្ញាថាប្រើស៊ីម៉ង់ម៉ាអីហើយសម្ភារៈក្នុងផ្ទះជាច្រើនទៀនដែលត្រូវប្រើមែនដែរទេលោក នេះអូននេសាមករកឯងញ៉ាំមែនទេទីនេះមានម្ហូបឆ្ងាញ់ច្រើនណាស់ណាបងមកទីនេះច្រើនដងហើយមិនដែលរំលងទីនេះនោះទេ នេះមានកៅអីតែពីរបើមានច្រើនហើយមកអង្គុយរួមតុជាមួយហើយនឹងសុំទៅផងហ្នឹង ចាមិនអីទេចាខ្ញុំគិតទៅខាងនោះសិនហើយតោះបរិឆាន គេជាកុំមិត្តភក្តិរបស់ម៉ាក់បងកុំឲ្យគេចាប់បាត់ឲ្យសោះណាថាចេះមានតំណែងតំណងទៅជាមួយគ្នានោះ បងដូចជាខ្លាចពួកគេណាបងគឺជាកូនប្រុសតាំងបងមានពី3ក៏គ្មានអ្នកណាគេមកថាអីដែរសំខាន់បងជាបង្គោលក្នុងគ្រួសារដែរតាំង បងថាហើយមិនទៅដល់ពេលដែលត្រូវបង្ហាញនោះទេណានេះអូនឯងបងនិយាយប្រហែលដងទៀតទេបានហើយឈប់និយាយតែអ្នកលោកសុំឲ្យលឿនបន្តិចមក អូនមកទៅស្រីម្នាក់នោះដូចជាយ៉ាងម៉េចទេបងដូចជាត្រង់ចូលចិត្តបងបញ្ញាណានេះមិនមែនលក្ខណៈការងារទេដឹងបងអាចថាលើនឹងកថាបាន តាមតាគេទៅណាអូនគេជាអ្វីនឹងគ្នាក៏សាច់តាគេទៅណា តែអូនណារាប់អានជាមួយបងប៉ាលីនអូនចេញចូលក្នុងផ្ទះគាត់ច្រើនដែរនេះបងបញ្ញាក្បត់គាត់លួចបិនស្រីបែបនេះខ្ញុំនឹងយករឿងនេះប្រាប់បងប៉ាលីនហើយ ប្រហែលមិនដូចអ្វីដែលអូនគិតនោះទេណាពួកគេអាចនឹងសហការងារជាមួយគ្នាដូចគេថាក៏ថាបាននេះអូនណាចូលចិត្តគិតវិញឆ្ងាយណាស់ តែមើលទៅរកពីស្រីម្នាក់ហ្នឹងគួរសង្ស័យពិតមែនណាបងដូចជាយកចិត្តគ្នាណាណារស់ស៊ីណាដុបបាយដុំហូបឲ្យគ្នាបែបនេះនោះ បើចឹងមិនច្បាស់ទេកុំចោទគេអីណាអូនណាមួយមិនមែនជារឿងដែលត្រូវសង្កេតនោះទេឬគ្រួសារគេនេះបើអូនប្រាប់បងផាលីនសួរមិនសួរណាគ្រួសារគេអាចមានបញ្ហាដោយសារអូនក៏ថាបានដែរណាបានហើយនៅឲ្យស្ងៀមទៅណា តែអូនមិនចាឲ្យបងប៉ាលីនត្រូវគេបែកស្នាយឲ្យទេអូនជាស្រីអូនយល់អារម្មណ៍ឈឺចាំនៅពេលដែលមនុស្សដែលខ្លួនស្រឡាញ់តាក់ទងស្រីផ្សេងនេះបងកាន់ជើងមនុស្សប្រភេទនេះមែនទេ ហើយមិនក៏មកគ្នាដល់ដល់បងទៅវិញបានហើយឈប់និយាយតែញ៉ាំអីវិញទៅណាអ្នកលោកសុំមនុយមួយ យីថ្មនេះទៅហើយមិនទាន់ចង់មកធ្វើការទៀតផាលីននេះប្រងដីដល់ពេលណាទៀតមិនងើបមកធ្វើការទេអីផាលីនយើហៅពី3ម៉ាត់ហើយមិនឆ្លើយទៀតចូលទៅមើលមើលហើយយ៉ាងនេះប្រងដីដល់ថ្ងៃចាំងគូតមែនទេការងារនៅឯពេញផ្ទះចានឆ្នាំងបាយម្ហូបនៅមិនទាន់ធ្វើនេះប្រងដីដល់ពេលណាទៀតតើ ខ្ញុំមិនស្រួលខ្លួនទេម៉ែខ្ញុំធ្វើមិនកើតទេម៉ែធ្វើញ៉ាំខ្លួនឯងសិនទេខ្ញុំសម្រាប់បន្តិចសិន យីនេះហ៊ានមកប្រើយើងទៀតពុតបត់ធ្វើជាឈឺមែនទេខ្ញុំដឹងល្បិចរបស់ឯងហើយនេះប្រហែលជាដេកលេងទូរស័ព្ទដល់យប់ជ្រៅហើយដេកមិនឆ្អែតហើយមែនទេបានជាយកលេសឈឺបែបនេះនោះ ខ្ញុំមិនស្រួលខ្លួនពិតមែនណាម៉ែខ្ញុំដូចជាអស់កម្លាំងខ្ញុំសម្រាប់បន្តិចទៀតសិនណា មិនបានការងារឲ្យពេញផ្ទះឆាប់ឡើងឆាប់ទៅធ្វើតាកុំគិតថាជាកូនប្រសាំងចាំដេកថ្មណាក៏បានដែរនោះយើងមិនទាន់បានអីស៊ីទេឆាប់ទៅធ្វើឲ្យយើងស៊ីភ្លាមតា ចាំម៉ែខ្ញុំទៅលើហើយក ុំចាំមកធ្វើពុតត្បិនតោះតែខ្លាំងអញ្ចឹងទៅឯងខ្លាចចេះមកធ្វើជាឈឺអីណាយើងមិនល្ងងចាញ់បោកទេ ផាលីនក៏បានងើបមករៀបចំបាយម្ហូបទាំងឈើ នេះខ្ញុំដូចជាវិលមកកុំកាត់អីសិនណាផ្លែនឯងត្រូវរឹងមាំមានការងារជាច្រើនទៀតដែលឯងត្រូវធ្វើនេះតែបាយថានេះមិនក៏ខ្លាំងឆ្អាបម្ល៉េះនេះខ្ញុំកាត់អីហ្នឹងសក់ក៏វិលមកចាំក៏អត់ចង្អោខ្លាំងឆ្អាបពេញចង្ក្រានទៀតអូយខ្ញុំវិលមកណាហើយផាលីនកាត់អីទៅហ្នឹងលឺតែក្អករហូតតែអញ្ចឹងហាផាលីននេះកូនកាត់អីហ្នឹង
ម៉ែវាជួយកូនផងពេលនោះប៉ាក្មេកក៏បាននាំផាលិនទៅមន្ទីរពេទ្យបាត់តែ